ចូលរួមសោកស្ដាយឧបទ្ទវហេតុរថយន្តធ្លាក់ចូលទន្លេស្លាប់2នាក់របួស2នាក់និងបាត់ខ្លួនម្នាក់កំពុងរកនៅខេត្តកំពង់ចាមហេតុការណ៍កើតឡើងនៅថ្ងៃទី29ខែ10ឆ្នាំ2025វេលាម៉ោង11នាទីដោយឡានមួយគ្រឿងម៉ាកសាំយ៉ុងបានបើកធ្លាក់ចូលទឹកទន្លេមេគង្គនៅភូមិជ័យឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមដែលបានធ្វើដំណើរពីស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំឆ្លងកាត់ស្រុកស្រីសន្ធរក្នុងរថយន្តមានមនុស្ស5នាក់គិតមកដល់ត្រឹមម៉ោង17នាទីក្រុមការងាររុករកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាមបានរកឃើញរថយន្តនិងបានអូសយកមកច្រាំងទន្លេហេតុការណ៍ខាងលើបណ្ដាលឲ្យមានមនុស្សរងរបួស2នាក់ស្លាប់2នាក់និងបាត់ខ្លួនម្នាក់កំពុងរករកកត្តានាំឲ្យគ្រោះថ្នាក់គឺការធ្វេសប្រហែសរបស់អ្នកបើកបរអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចាន់ដាបានចូលរួមសោកស្ដាយចំពោះក្រុមគ្រួសារនៃសពរងគ្រោះក្នុងឧបទ្ទវហេតុរបស់រថយន្តធ្លាក់ចូលទន្លេនិងបានអំពាវនាវដល់អ្នកបើកបរសូមគោរពច្បាប់ចរាចរណ៍និងប្រកបដោយការទទួលខុសត្រូវខ្ពស់